ហើយព័ត៌មានទី3នេះគឺប្រិមត្តប្រជាបានដឹងច្រើនហើយនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែដោយសារតែមានសារព័ត៌មានអន្តរជាតិក៏ផ្សាយច្រើនខ្ញុំក៏សម្រេចយកសារព័ត៌មាននេះមកចែករំលែកជូនប្រិមត្តទាំងអស់គ្នាគឺបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបានឲ្យដឹងថាគឺប្រទេសកម្ពុជានឹងបានបណ្ដេញចេញនៅពលរដ្ឋថៃជាង600នាក់ដែលត្រូវបានចាប់ប្រកាន់ថាមានជាប់ពាក់ព័ន្ធនៅក្នុងការធ្វើការងារនៅក្នុងបនលបែងឆោបោកតាមអនឡាញបាទនេះបើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាលោកនេតភក្ត្រាបានប្រាប់អ្នកសារព័ត៌មានហើយគឺកន្លែងដែលអ្នកទាំងអស់នោះត្រូវបានគេចាប់បានហ្នឹងគឺជាកន្លែងមជ្ឈមណ្ឌលឆោបោកតាមអនឡាញដែលមានតម្លៃឆោបោកហ្នឹងបានរហូតដល់រាប់ពាន់លានដុល្លារឯណោះបាទហើយជាពិសេសគឺកម្ពុជាឥឡូវនេះកំពុងតែបើកប្រតិបត្តិការដើម្បីបង្ក្រាបសេចក្តីរាយការណ៍នេះបានបញ្ជាក់បន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបាននៅក្នុងការបង្ក្រាបនៅក្នុងប្រតិបត្តិការតាមអនឡាញនេះបាទដូច្នេះដូចជាថ្ងៃម្សិលមិញណាថ្ងៃម្សិលមិញនេះគឺជាការបរិច្ឆេទចុងក្រោយហើយចឹងកម្ពុជាបញ្ជូនចេញជាង600នាក់តែម្ដងដើម្បីបញ្ជូនចេញទៅគឺចំនួនពិតប្រាកដគឺ635នាក់នេះបើតាមការបញ្ជាក់របស់លោកនេតភក្ត្រាបានប្រាប់សំទោសបានប្រាប់សារព័ត៌មាន AFP បាទគាត់បានថាដឹងថាឥឡូវនេះគឺជនជាតិថៃចំនួន635នាក់ដែលពាក់ព័ន្ធជាមួយនឹងការឆោបោកតាមប្រតិបត្តិការឆោបោកតាមអនឡាញនិងបណ្ដាញអក្រិតកម្មឆ្លងដែននេះត្រូវបានបណ្ដេញចេញទៅប្រទេសថៃវិញហើយតាមកន្លែងច្រកព្រំដែនកាលពីថ្ងៃប្រហោះម្សិលមិញបាទហើយមានជនសង្ស័យចំនួន30នាក់ទៀតទៅបានគេកំពុងតែរៀបចំឯកសារដោយអាជ្ញាធរកម្ពុជាគឺតាក់ទងជាមួយនឹងបទល្មើសរបស់ពួកគេនឹងមកហើយដោយឡែកក្រុមអ្នកសង្កេតការសិទ្ធិមនុស្សនិងអ្នកជំនាញនឹងបានចោទប្រកាន់មន្ត្រីនៅក្នុងប្រទេសកម្ពុជាថាមានជាប់ពាក់ព័ន្ធជាមួយនឹងការធ្វើប្រតិបត្តិការឆោបបោកតាមអនឡាញនោះផងដែរក៏ប៉ុន្តែខាងរដ្ឋាភិបាលបានបដិសេធបាទគឺអាជ្ញាធរបាននិយាយថាពួកគេបានខាត់ខ្លួននិងបញ្ជូនចេញនៅជនបរទេសជាង13000នាក់ហើយបាទដែលពាក់ព័ន្ធនៅក្នុងប្រតិបត្តិការឆោបបោកតាមអនឡាញនេះចាប់តាំងពីដើមឆ្នាំនេះមកបាទគឺចាប់តាំងពីឆ្នាំតាំងពីខែមករារហូតដល់ខែមេសាគឺមានប្រជាពលរដ្ឋចំនួន240,000នាក់ក្នុងនោះមានជនជាតិចិនឥណ្ឌូនេស៊ីឥណ្ឌានិងជនជាតិដទៃទៀតនោះបាទដែលមានជាប់ពាក់ព័ន្ធនៅក្នុងការឆោបបោកតាមអនឡាញនោះគឺបានចាក់ចេញដោយស្ម័គ្រចិត្តតែម្ដងបាទនេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំមុនបាទគឺច្រើនណាស់240,000នាក់ចេញទៅវិញមកព្រមចេញទៅវិញហើយ13000នាក់គឺតែបានចាប់ខ្លួនហើយបញ្ជូនទៅវិញបាទអញ្ចឹងគឺតួលេខអ្នកដែលស្ម័គ្រចិត្តនឹងចេញទៅច្រើនបានជាមិនមានឃើញសេចក្តីរាយការណ៍ទើបតែខាងរដ្ឋាភិបាលបានបញ្ជាក់ឲ្យដឹងបាទលោកនេតភក្ត្រាដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជានោះបានបញ្ជាក់ថាប៉ូលីសឥឡូវនេះកំពុងតែតាមឆែកឆេរមើលអគារខុនដូនានានៅក្នុងទីក្រុងប៉ោយប៉ែតបាទដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសថៃបាទពេលដែលគាត់ថ្លែងនេះគឺកាលពីថ្ងៃសៅរ៍ណាថ្ងៃកន្លងមកនេះបាទហើយលោកក៏បានឲ្យដឹងថែមទៀតថាមានការរឹបអូសទូរស័ព្ទដៃនឹងជិត4700ហើយនឹងមានកុំព្យូទ័រហ្នឹងអេក្រង់កុំព្យូទ័រហ្នឹងជាង400ឯណោះទៅបានគេរកឃើញនៅក្នុងអគារដែលគេបានចូលឆែកឆេរកាលពីថ្ងៃសៅរ៍កន្លងមកនេះបាទអញ្ចឹងខ្ញុំសូមជូនតែប៉ុណ្្នឹងទេគឺព័ត៌មាននេះគឺមានសេចក្តីរាយការណ៍ហ្នឹងច្រើនវែងតទៅទៀតមានទាំងការនិយាយអំពីការដាក់ទណ្ឌកម្មទៅលើលោកកុកអានដោយក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកទាក់ទងជាមួយនឹងប្រតិបត្តិការកាស៊ីណូរបស់គាត់ហើយនឹងការចូលវាឆ្មក់របស់អាជ្ញាធរកម្ពុជាទៅលើទីតាំងផ្សេងៗទៀតបាទអញ្ចឹងសេចក្តីរាយការណ៍នេះគឺវែងក៏ប៉ុន្តែខ្ញុំសូមដកស្រង់យកតែប៉ុណ្ណេះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា